ថ្ងៃនេះផងដែរចែកម្លែកបងប្អូនតាក់ទងទៅលើការធ្វើផាសសិនរបស់គោទឹកឃ្មុំលើកនេះគឺយើងប្លែកជាងពីមុនបងប្អូនលើកនេះគឺយើងប្រើជាមួយនឹងទឹកឃ្មុំតែម្ដងណាហើយរសជាតិរៀងប្រហើរជាងទឹកដោះគោខាប់តោះឥឡូវយើងរៀនធ្វើទាំងអស់គ្នាចង់ដឹងថាធ្វើដោយរបៀបណាសម្រាប់បងប្អូនដែលត្រូវការកាហ្វេគ្រាប់ដែលទៅតែលីងថ្មីមិនថារសជាតិស្រាលរសជាតិមធ្យមឬក៏រសជាតិដិតធ្ងន់បងប្អូនអាចតាក់ទង Telegram នៅលើវីដេអូនេះជាដំបូងបងប្អូនយើងត្រូវការជាមួយនឹងផ្លែផាសិនស្រស់ចំនួន2ផ្លែលើកនេះគឺយើងធ្វើខុសពីលើកមុនបងប្អូនលើកមុនគឺយើងកោសយកទៅទឹកទេគ្រាប់គឺយើងបោះចោលប៉ុន្តែលើកនេះគឺយើងយកទាំងទឹកទាំងកាកទាំងគ្រាប់តែម្ដងណាបងប្អូនអញ្ចឹងតាក់ទងទៅលើផ្លែផាសិន2គ្រាប់នេះយើងយកទៅលាយជាមួយទឹកឃ្មុំលាយជាមួយទឹកដោះគោគឺរសជាតិជូរអែមឆ្ងាញ់តែម្ដងតោះឥឡូវបងប្អូនយើងតាមដានអ្នកនរគ្នាកុំឲ្យអូសរំលងទៅណាបើសិនជាបងប្អូនឆ្ងល់អាចខមមិននៅខាងក្រោមវីដេអូឥឡូវនេះបងប្អូនគឺយើងបានកោសផាសិនចូលក្នុងកែវលេខ22អោនេះទាំង2ផ្លែតែម្ដងណាបងប្អូនហើយបន្តមកទៀតកន្លែងនេះយើងត្រូវការកែវក្រិតមួយបងប្អូននៅពេលដែលបងប្អូនដាក់កែវក្រិតរួចហើយយើងត្រូវការជាមួយទឹកដោះគោស្រស់ចឹងទឹកដោះគោស្រស់នេះបងប្អូនចាក់ចូលកែវក្រិតនេះមកគឺចំណុះត្រឹមតែ50 ml ទេណាបងប្អូនដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះហើយបន្តមកទៀតបងប្អូននេះគឺទឹកឃ្មុំនេះគឺយើងដាក់ចំណុះ40 ml ចឹងទឹកឃ្មុំលាយជាមួយទឹកដោះគោស្រស់50 ml ជាមួយនឹងផាសិន2ផ្លែគឺរសជាតិជូរអែមឆ្ងាញ់តែម្ដងឥឡូវនេះយើងត្រូវការជាមួយនឹងទឹកក្តៅចឹងទឹកក្តៅលេហ្នឹងបងប្អូនចាក់លាយជាមួយផាសិនមុនណាបងប្អូនកន្លែងនេះបងប្អូនកូនតិចមកណាបងប្អូនហើយបន្តមកទៀតបងប្អូនកន្លែងបន្ទាប់ទៀតគឺយើងត្រូវការទឹកឃ្មុំដែលនេះបងប្អូនត្រូវចាក់មុនទឹកដោះគោស្រស់បើកាលណាបងប្អូនចាក់ទឹកដោះគោស្រស់មុនទឹកឃ្មុំវាអាចនឹងបែកដោយសារតែនៅក្នុងកែវហ្នឹងវាក្តៅអញ្ចឹងណាចឹងបងប្អូនចាក់នៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះមកបងប្អូនកូរឲ្យចូលជាតិណាចឹងបងប្អូនកូរបែបនេះគឺសឹងតែដូចរួច100%បាត់ហើយបន្តមកទៀតបងប្អូនយើងដាក់ទឹកកកឲ្យពេញកែវលេខ22អោតនេះតែម្ដងណាបងប្អូនដល់ពេលបងប្អូនដាក់ពេញកែវអស់ហើយបងប្អូនយើងថែមទឹកដោះគោពីលើបន្តិចមកហើយតែប៉ុណ្ណេះគឺយើងអាចលក់ជូនភ្ញៀវបានផងដែរសូមជម្រាបបងប្អូនថារសជាតិនេះរសជាតិជូរអែមប្រហើរចេញពីទឹកឃ្មុំផងដែរណាបងប្អូនចឹងបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូន share ម្នាក់មួយបើសិនបងប្អូនមានចម្ងល់ណាមួយទាក់ទងក្នុងវីដេអូនេះអាច comment នៅខាងក្រោមវីដេអូនេះបានអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត